ឆ្វេងបាទសង្ស័យហើយសង្ស័យជង្គង់ក្រាបទៅហើយកីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុណខ្មែរពីលោកអញ្ញាកណ្ដាលខឹមសុជាតិកូនសិស្សរបស់លោកគ្រូហងសឿនបាទប៉ះកូនសិស្សរបស់លោកគ្រូម៉ាក់សខននិងលោកគ្រូម៉ាក់សមឿនត្រៀមប្រុងព្រៀបប្រកួតប៊ូស្រង់គុណខ្មែរគូទី5ដែលជាគូម៉ារ៉ាតុនដណ្ដើមពានរង្វាន់ប្រាក់លានពាក់ផ្ដាច់ព្រាត់ទឹកទី1ទឹកទី1 The Final Champion សម្រាប់ការប្រកួតអាយ៉ៃបីហើយវិញទៅបាត់លោកគ្រូខឹមសុជាតិគាត់ចំត្រឡោកចាំត្រឡោកគ្រូខឹមសុជាតិប្រកួតបន្តអាយ៉យចូលមកកាយឆាយបន្ធូរកម្លាំងមួយសិនហ្នឹងណាបាទគេហៅថាអាគមបញ្ចុះកម្លាំងតិចសិនទាត់មួយទាត់បាយដែរណាបាទតស៊ូទៅទៀតបង្គោលក្រហមនឹងខៀវរៀងខ្លួនអាចមើលបាទអ្នកតបពិសេសបាទបង្គោលក្រហមទៅណាវាដើរចូលសិនបលស៊ីឡុងដើរចូលអាយ៉ាដូចចង់មកជើងឆ្វេងមួយដៃរបស់ស៊ីឡុងមួយដៃស្ដាំរបស់ស៊ីឡុងជង្គង់បាទស៊ូបាទ3ទឹកអត់មើលទៅជង្គង់ស្ដាំក្រហមបាទក្រហមបលស៊ីឡុងទៅបលស៊ីឡុងក្រហមណាបាទបលស៊ីឡុងក្រហមខៀវនៅវ៉ានីបាទមួយជើងឆ្វេងបាទសង្ស័យហើយសង្ស័យជង្គង់ស្ដាំទៅហើយបកស1ថាដូចជាមិនអីទេមិននៅជាមួយចូលហើយដូចជាមួយចូលហើយបើធ្វើដួលមកអត់អីទេ4ដៃគាត់ដល់ក្រោមមិនគាត់ស្គប់ទៅលើបាទដល់ពោះ7ជួយផលស្រងមានកាឡើងទៅជង្គង់ទៀតទៅបង9 10ផ្លែល្អមែនជីឡុងនេះបាទទាំងកែងទាំងជង្គង់មកស្អិតល្អណាស់កីឡាករបង្គោលក្រហមផលស៊ីឡុងទទួលបញ្ជាជំនះដល់ព្រោះកីឡាករបង្គោលខៀវនៅវ៉ានីសន្លប់នៅក្នុងទឹកទី1